ហើយក៏តាមមួយទៀតក៏ពាក់ព័ន្ធមួយការរើអាងនៃស៊ីនូនដោយសារតែភាគច្រើនគឺគាត់អត់ស្គាល់ពីជនជាតិដើមភាគតិចអញ្ចឹងអ្នកខ្លះក៏គាត់ចេះតែមានអារម្មណ៍ថាជនជាតិដើមភាគតិចហ្នឹងជាក្រុមមនុស្សចម្លែកគាត់អត់សូវចេះអីទេគាត់អត់យល់អីទេពិបាកអញ្ចឹងហ្នឹងហើយចឹងគាត់ប្រើពាក្យសម្ដីមួយចំនួនដែរបង្កប់នៅការរើសអើងនៅក្នុងហ្នឹងអញ្ចឹងក៏អាហ្នឹងក៏ធ្វើឲ្យស្ត្រីជាដើមបន្តិចហ្នឹងគាត់ហ៊ានចេញក្រៅសហគមន៍ដែរដោយសារគាត់ខ្លាចបារម្ភខ្លាចថាត្រូវបានគេរើសអើងគេឲ្យតម្លៃគាត់ក៏អត់ចុះចំណោមមួយគេអីអញ្ចឹងទៅចាតាំងពីការស្លៀកពាក់តាំងពីរបៀបនៃការនិយាយរបស់គាត់តាំងពីរូបរាងរបស់គាត់អីអញ្ចឹងចាហ្នឹងវាជាផ្នែកមួយដែរដែលជាកត្តារាំងស្ទះអត់ឲ្យគាត់ហ៊ានចេញពីសហគមន៍របស់គាត់ចាហើយបន្ថែមពីហ្នឹងគឺសមត្ថភាពមួយទៀតដែរដោយសារតែពួកយើងត្រូវទទួលស្គាល់ថាស្ត្រីដល់ពេលគាត់ចេញពីសហគមន៍គឺគាត់ប្រឈមច្រើនណាស់ទាំងការលេបខាយប្រើពាក្យសម្ដីមួយដែលអត់ឲ្យតម្លៃគាត់កន្លងមកឧស្សាហ៍លឺញឹកញាប់គេថាស្ត្រីជនជាតិដើមភាគតិចអ្នកណាចង់គេងជាមួយបានដែរមែនទេគេមានធ្លាប់សួរសំណួរហ្នឹងញឹកញាប់ណាស់ចាបងធ្លាប់ជួបសំណួរហ្នឹងញឹកញាប់ណាបើករណីស្ត្រីដែលគាត់ចូលរួមគាត់ធ្លាប់ដើរច្រើនគាត់ចេញក្រៅសហគមន៍ច្រើនចាគេរងការមើលបែបហ្នឹងថាគាត់នឹងជាមនុស្សបែបហ្នឹងអញ្ចឹងណាបងអាចចឹងតែគាត់អាចចេះឆ្លើយតបតែបងបរោះចេញក្រៅអត់អីទេអត់មានពាក្យលេខខៃហ្នឹងទេអត់សូវមានទេវាធម្មតាអត់មានចាប់អារម្មណ៍អីទេចាអូហើយគេតែនិយាយថាស្ត្រីជនជាតិឥឡូវសណាអីអញ្ចឹងទៅអញ្ចឹងសូម្បីតែពាក្យទាំងអស់ហ្នឹងវាមើលទៅពួកយើងនិយាយថាសាមញ្ញប៉ុន្តែវាប៉ះពាល់ទៅដល់អារម្មណ៍របស់គាត់ចឹងគាត់នឹងមានអារម្មណ៍ថាគាត់អៀនខ្មាស់គាត់មានអារម្មណ៍ថាគាត់ត្រូវបានគេរើសអើងគាត់អីចឹងទៅ